ส้มจูนเรื่องสังเกรียม IQ เคาะจำนวนเขมง AI ปะเขมงชนะไปสับแพกได้อายุ10 ឆ្នាំនៅសម័យ AI បូរិនគាត់និយាយពីឆ្នាំ1980ទីតាំងផ្ទះរបស់แพกដីដែលទំនើបបំផុតក្នុងទីក្រុងភ្នំពេញ Bồ rắn, chiên chương tranh mó tiếng vân mục. Ê, à ôn, anh thua ấy nắng. Căng bần tè cái đa trực phường nắng thua ấy. Mình mình tên lên bánh cao nơi Việt Sài. Hey, chém mà lại. Tu ăn nắng mò vì anime ná. Nghĩa mà mơ bồ rắn vinh. Khi nhưng công pùng bằng can phải là tập hiếc bọc khiôm. Tao Việt Sài nắng vì miền Wi-Fi tí. Bồ rắn thưa mục ngọl. Wi-Fi, ấy ghê nắng, sách nhiệt anh mến. Nơi Việt Sài miền tại đằng cầu niêng nừng cô. Anh ắt squall cô thế. Squall. ខ្ញុំធ្លាប់មើលវីដេអូ VR អំពីសត្វគោក្នុងថ្នាក់រៀនជីវវិទ្យាវាមាន resolution 4K តែគោប្លែកមែនតែនអត់មានកន្លែងដោតសាកថ្មទេបងប្រុសតើបងដឹងទេថាអត្រាប្រូប្រាក់រៀលខ្មែរទៅដុល្លារក្នុងខែមិនិនាឆ្នាំ2026នេះវាមានការប្រែប្រួលប៉ុន្មានភាគរយត្រៀមសួរ Gemini បូរិនសោយអើយអាអូនល្ងងម្លេះរឿងនឹងមិនបាច់សួរទេកាលសម័យបងគឺអត់មានលុយប្រាវទេពួកបងប្រាយកែវដូរយករបស់លេងដកកែវចេញពីហោប៉ៅមកបង្ហាញមើលនេះជាកែវកបៃតងមានតម្លៃស្មើនឹងនំកញ្ចប់ពីរ OMG នោះជាសម័យកាលសេដ្ឋកិច្ចកុលសម្ព័ន្ធ Butter Economy ចាំម្នាយតើមានឱកាសអាជីវកម្មណាមួយដែលតាក់ទងនឹងការជួញដូរកែវដែរឬទេភ្លាមនោះអំពូលភ្លើង Smart Home របស់ ភក្តីបានរលត់ភ្លើងដាច់ភក្តីស្លន់ស្លោអេភ្លើងដាច់ចាំម្នាយតើមានបញ្ហាអ្វីជាមួយ Smart Grid ខ្ញុំមិនអាចមើល YouTube បានទេជីវិត King ចប់ហើយបូរិនដើរចេញទៅក្រៅតែញញឹមអូសោយសម័យនឹងមានតែរឿងនឹងសោកភ័យចាំមើលបងផាក់ក្តីតាមមើលបងនឹងធ្វើអីតើបងមាន backup power generator ទេបូរិនត្រឡប់មកវិញដៃកាំងដបទឹកកូកាដបកែវមើលនេះបូរិនយកដៃគេសាំងមកដុតដបទឹករួចដកក្បាលដបចិនភ្លាមនោះមានផ្សែងហុយមកយ៉ាងច្រើននេះជាចង្គៀងផ្សែងកាលសម័យបងពួកបងប្រើផ្សែងដើម្បីសញ្ញាហៅគ្នាផាក់ក្តីមើលចង្គៀងផ្សែងនោះទាំងភ័យខ្លាចបងនោះមិនមែនជាផ្សែងទេGemini តើផ្សែងនេះមានជាតិពុលទេតើផ្សែងនេះអាចបង្កឲ្យមានភ្លើងឆេះ Smart Home របស់ខ្ញុំដែរឬទេបូរិនសោចផ្សែងនេះគឺល្អវាអាចសម្រាប់មួបាននិងមិនមានសัตว์មករោមភ្លើងទៀតផងភ្លើងបានភ្លីឡើងវិញផេកឌីសម្លឹងមើលបូរិនទាំងមានការគោរពបងឆ្លាតមែនទែនបងអាចដោះស្រាយបញ្ហាដោយមិនបាច់ប្រើបច្ចេកវិទ្យាបូរិនអាអូនក៏ឆ្លាតដែរតែអាអូនត្រូវចាំថាកែវគឺមានតម្លៃជាង Wi-Fi របស់អាអូន Gemini តែកែវអាចបំលែងទៅជា cryptocurrency ដែរទេសូមចប់ត្រឹមនេះទៅបើនៅតែបន្តទៀតវាយូរណាស់ឡើងមានអ្នកស្ដាប់ហើយសូមអរគុណ